អាយុដំអភិសន្តិបណ្ឌិតសសុខាសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្កើនសមត្ថភាពនិងបកដៃសហការជាសកលដើម្បីប្រឆាំងបទល្មើសបច្ចេកវិទ្យានិងសម្អាតប្រាក់ការពឹងផ្អែកលើចំណេះដឹងមូលដ្ឋានដែលមានស្រាប់និងការរុញបញ្ហាដោយដាក់បន្ទុកតែទៅលើភាគីឬប្រទេសណាមួយត្រូវបានអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់ទុកថាជាកត្តានាំឲ្យមានការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានិងអំពើលាងសម្អាតប្រាក់មិនមានប្រសិទ្ធភាពថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពីការផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្ក្រាបបទល្មើសឆបោកនិងសម្អាតប្រាក់រៀបចំនៅទីស្តីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី8ខែតុលាឆ្នាំ2025នេះអាយុដំអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថាការផ្លាស់ប្តូរបទពិសោធន៍ជាទៀងទាត់និងការបង្កើនសមត្ថភាពមន្ត្រីជំនាញឲ្យទាន់និន្នាការនៃបទល្មើសជាប្រចាំគឺជារឿងចាំបាច់បំផុតចាត់ទុកជារឿងចាំបាច់ក៏ព្រោះតែប្រមុខក្រសួងមហាផ្ទៃកម្ពុជាមើលឃើញពីការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យា Digital ដែលបាននឹងកំពុងផ្សារភ្ជាប់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចគ្នានឹងមនុស្សជាតិទូទាំងពិភពលោកបើតាមអាយុដំអភិសន្តិបណ្ឌិតក្នុងបរិបទនេះជនខិលខូចមានលទ្ធភាពប្រព្រឹត្តអំពើឆបោកលួចបន្លំតាមគ្រប់វិធីសាស្ត្រដែលប្រើបច្ចេកវិទ្យា Digital ឬតាមបណ្ដាញអ៊ីនធឺណិតចេញពីទីតាំងគ្រប់កន្លែងលើពិភពលោកដែលបញ្ហានេះទាមទារចាំបាច់នៅមន្ត្រីមានសមត្ថភាពនិងក៏ទាមទារជាចាំបាច់ដែរការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍រវាងស្ថាប័នអនុវត្តច្បាប់នៃបណ្ដាប្រទេសពាក់ព័ន្ធពីវេទិកាបើកសិក្ខាសាលានោះដែរអាយុដំអភិសន្តិបណ្ឌិតបានគូបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាក៏កំពុងទទួលរងដោយសកលលោកដែរនិងក៏ទទួលបន្ទុកចូលរួមដោះស្រាយករណីសម្អាតប្រាក់និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមិនមែនខិតខំសម្រាប់តែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏ដើម្បីបង្ការទប់ស្កាត់និងជួយសង្គ្រោះមនុស្សជាតិនៅតាមបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់និងពិភពលោកទាំងមូលផងដែរអាយុដំអភិសន្តិបណ្ឌិតមិនគាំទ្រឡើយរាល់ការចង្អុលមុខឬទម្លាក់កំហុសតែទៅលើភាគីណាមួយនៅពេលនិយាយអំពីផលលំបាកបង្កឡើងដោយបទល្មើសទាំងពីរប្រភេទនេះសូមបញ្ជាក់ថាសិក្ខាសាលាស្ដីពីការផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្ក្រាបបទល្មើសឆបោកនិងសម្អាតប្រាក់ត្រូវបានក្រសួងមហាផ្ទៃរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ពីររូបមកពីប្រទេសសិង្ហបុរីនិងសហរដ្ឋអាមេរិកវាគ្មិនទាំងពីររូបរួមមានលោករស្នេអៃហូបានស្យុងប្រធានអង្គភិបប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសិង្ហបុរីនៃនាយកដ្ឋានកិច្ចការធុរកិច្ចពាណិជ្ជកម្មនិងលោកស្រី Julia Steven ប្រធានការិយាល័យអនុព័ន្ធច្បាប់អមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា